បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបន្តមកវីដេអូភាគបន្តមកទៀតគឺនៅក្នុងរម៉ាំងទី6ដែលជាផ្នែក B ដែលថ្ងៃមុនយើងបាននិយាយអំពីផ្នែក A រួចហើយគឺធននិមិត្តក្នុងលំហប៉ុន្តែនៅក្នុងរម៉ាំងទី6ហ្នឹងគឺយើងមានកោណិចមួយទៀតដែលកាលពីប្រឡងបាក់ឌុបរបស់យើងឆ្នាំថ្មីហ្នឹងគឺចេញប៉ារ៉ាបូហើយយើងមើលប្រធានលំហាត់អញ្ចឹងប៉ារ៉ាបូរបស់យើងគឺគេចេញប៉ុណ្ណឹងទេបាទអញ្ចឹងដូចជាមិនពិបាកអីទេឥឡូវយើងដោះស្រាយទាំងអស់គ្នាគេថាប៉ារ៉ាបូលមួយមានគំនុំរបស់វាគឺគេតាំងដោយ f គំនុំ f ស្ថិតនៅលើ a ផ្ស៊ីកហើយកម្ពស់របស់ប៉ារ៉ាបូលហ្នឹងគឺ0 0បន្ទាប់មកគេឲ្យយើងរកសមីការស្តង់ដាររបស់ប៉ារ៉ាបូលមួយហ្នឹងបើគេដឹងថាប៉ារ៉ាបូលដែលយើងកំពុងតែចង់បានហ្នឹងគឺវាកាត់ថងចំណុច a ដែលមានកូអ៊ីឌីណេតទី4បន្ទាប់មកទៀតគេឲ្យយើងរកតម្លៃនៃ x អងបើគេដឹងថាចំណុច B មានកូននៃ x អងហើយនឹង y ស្មើដក8ហើយនៅលើប៉ារ៉ាបូលនឹងឯងអូខេឥឡូវយើងដើម្បីទៅស្រាយលំហាត់ប៉ារ៉ាបូលនឹងកើតវាតតែយើងដឹងថាតើសមីការប៉ារ៉ាបូលរបស់យើងមានទម្រង់ស្តង់ដារហ្នឹងគឺមានសមីការមិនខ្លះហើយរាងរបស់ប៉ារ៉ាបូលហ្នឹងយ៉ាងណាខ្លះតោះឥឡូវកុំឲ្យខាតពេលយូរយើងស្រាយទាំងអស់គ្នាមួយយើងគប្បីយល់ថាប៉ារ៉ាបូលដែលមានគំនុំស្ថិតនៅលើអាប់ស៊ីសរាងរបស់ប៉ារ៉ាបូលហ្នឹងប្រកបជាមានរាងសន្តានបែបនេះអញ្ចឹងខ្ញុំឧបមាថានេះគឺជាអរបស់ប៉ារ៉ាបូលហើយធម្មតាអាប់ស៊ីសគឺជាអដេកណាគឺជាអដេកអញ្ចឹងបើសិនជាគំនុំនៅលើអាប់ស៊ីសអញ្ចឹងរាងរបស់ប៉ារ៉ាបូលវាប្រកបណាស់ប្រកបជាត្រូវមានរាងបែបនេះហើយប្រកបជារាងបែបហ្នឹងឬក៏រាងបែបភាពផតមកខាងនេះមួយណាក៏បានដែរពីហ្នឹងគឺស្ថិតនៅលើអាមស៊ីដូចគ្នាគំនុំរបស់វាហើយហេតុអីបានយើងហ៊ានប្រើប៉ារ៉ាបូលដែលមានទម្រង់បែបហ្នឹងមកពីគេបានប្រាប់យើងថាកម្ពស់របស់ប៉ារ៉ាបូលហ្នឹងគឺស្ថិតនៅចំគល់ O អញ្ចឹងកម្ពស់របស់វានៅចំគល់ O អញ្ចឹងណាអញ្ចឹងគំនុំនៅលើអាប់ស៊ីសគឺប្រកបជាមានរាងបែបហ្នឹងអញ្ចឹងសមីការប៉ារ៉ាបូលណាដែលមានទម្រង់រាងបែបហ្នឹងសមីការស្តង់ដាររបស់វាប្រកបជាមានរាង y ការ៉េស្មើទៅនឹង 4p x បាទ 4p x បាទនេះគឺជាសមីការស្តង់ដាររបស់ប៉ារ៉ាបូលដែលមានកម្ពស់ចំ00ហើយនឹងកម្ពស់ចំ00ហើយមានគំនុំស្ថិតលើអាប់ស៊ីសប៉ុន្តែជាទូទៅនៅពេលដែលយើងដោះស្រាយលំហាត់ឬក៏យើងរៀនមេរៀនហ្នឹងគឺខ្ញុំអត់តែងហៅគំនុំលើអាប់ស៊ីសទេខ្ញុំតែងតែហៅរាងបែបហ្នឹងខ្ញុំហៅថារាងប៉ារ៉ាបូលដែលមានប្រវត្តិប្រាប់ទិសស្របអ y ព្រោះអ y គឺអក្សរនេះ y' o y នេះណាអញ្ចឹងធម្មតាប៉ារ៉ាបូលវាមានប្រវត្តិប្រាប់ទិសមួយទៀតប្រវត្តិប្រាប់ទិសរបស់វាអញ្ចឹងណាអញ្ចឹងប្រវត្តិប្រាប់ទិសហ្នឹងគឺតាំងដោយ delta អញ្ចឹងប្រវត្តិប្រាប់ទិសហ្នឹងស្របអ y អញ្ចឹងខ្ញុំតែងឲ្យបងប្អូនឬក៏គ្នាយើងដែលបានរៀនមួយខ្ញុំហ្នឹងគឺតែងឲ្យចាំលក្ខណៈរបស់ប្រវត្តិប្រាប់ទិសវិញខ្ញុំអត់ឲ្យចាំឆ្លោះទេអត់ឲ្យចាំឆ្លោះទេគឺឲ្យចាំប្រវត្តិប្រាប់ទិសអញ្ចឹងឲ្យចាំមិនបើសិនជាប្រវត្តិប្រាប់ទិសណាស្របអ y ការ៉េលើ y ហើយបើសមីការមួយទៀត x ការ៉េស្មើ 4p y គឺប៉ារ៉ាបូលហ្នឹងរាងរបស់វាក្រាបរបស់វាគឺមានទម្រង់បែបវាផតទៅខាងលើវិញអញ្ចឹងមួយរាងហ្នឹងគឺការ៉េលើ x បន្ទាប់ប្រាប់ទិសរបស់វាស្រប x វិញឥឡូវខ្ញុំនិយាយតែមួយនេះបានហើយកុំឲ្យវីដេអូនឹងវែងពេកអញ្ចឹងយើងបានដឹងថាទម្រង់នៃប៉ារ៉ាបូលដែលមានគំនុំនៅលើអាប់ស៊ីសគឺជាទម្រង់នៃប៉ារ៉ាបូលដែលមានសមីការស្តង់ដារបែបហ្នឹងដោយសារកម្ពស់ចំគល់ Oបើគេអត់ឲ្យកម្ពស់ចំគល់ O យើងអត់ហ៊ានប្រើសមីការហ្នឹងទៀតយើងត្រូវប្រើសមីការមួយទៀតដែលមានទម្រង់ y ដក k លើកជាការ៉េស្មើ 4p x ដកហាស់វិញប៉ុន្តែគេប្រាប់កម្ពស់ហើយយើងអាចប្រើហ្នឹងបានអូខេតោះឥឡូវយើងស្រាយទាំងអស់គ្នាអញ្ចឹងតាមរូបមន្តមានរាង y ការ៉េស្មើ 4p x បាទនេះគឺជាសមីការស្តង់ដាររបស់វាបន្ទាប់មកយើងមើលនៅក្នុងសមីការស្តង់ដារហ្នឹងទៅថាសមីការស្តង់ដាររបស់ប៉ារ៉ាបូលរបស់យើងអ្វីដែលយើងត្រូវការគឺមានតែមួយអក្សរទេគឺប៉េបាទយើងត្រូវការប៉េប៉ុន្តែយើងបានដឹងថាជាទូទៅប៉េវាមានតំណតំណងពីរយ៉ាងអាចមានប៉េទី1គឺប្រវត្តិប្រាប់ទិសនេះទី2ហើយនឹងគំនុំប៉ុន្តែអ្វីដែលគេឲ្យមកគឺមិនឲ្យសោះកូអ៊ីឌីណេតរបស់គំនុំហើយនឹងប្រវត្តិប្រាប់ទិសអញ្ចឹងបើយើងព្យាយាមស្រាយទៅតាមកំណុំហើយនឹងប្រវត្តិប្រាប់ទិសច្បាស់ណាស់ប្រហែលជាមិនអាចស្រាយបានទេអញ្ចឹងយើងទៅមើលសមត្ថកម្មបន្ទាប់មកទៀតគេថាគេដឹងថាវាកាត់តាមចំណុច A
មានករណីទី4ពាក្យថាកាត់តាមមានន័យថាចំណុច A ស្ថិតនៅលើក្រាបណាចំណុច A ស្ថិតនៅលើក្រាបអញ្ចឹងបើកាលណាចំណុច A ក៏ដោយចំណុច A ក៏ដោយកាលណាចំណុចមួយនោះស្ថិតនៅលើក្រាបcoordinate របស់ចំណុចនោះត្រូវតែផ្ទៀងផ្ទាត់មកលើក្រាបរបស់វាឬក៏សមីការហ្នឹងអញ្ចឹងយើងត្រូវប្រើលក្ខណៈហ្នឹងមកជួយដើម្បីទៅទាញរកប៉ែណាដោយសារយើងស្គាល់ x y អញ្ចឹងយើងថាដោយអញ្ចឹងមានន័យថា x ស្មើ2 y ស្មើ4អញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាកាលណា p កាត់តាម a ឬក៏ a ស្ថិតនៅលើក្រាបcoordinate របស់ចំណុចដែលវាកាត់តាមត្រូវផ្ទៀងផ្ទាត់លើសមីការមានន័យថាពេលយក x ស្មើ2ទៅជួសចូលវាផ្ទៀងផ្ទាត់ជាមួយនឹងដូចយក y ស្មើ4ទៅជួសចូលនៅក្នុងសមីការដែរអូខេអញ្ចឹងកន្លែងនោះយើងនឹងទាញបានទៅជាយើងយក y ស្មើ4ជួសចូលមកវាទៅជា4ការ៉េស្មើ4p គុណនឹង x គឺ2ហើយយើងដោះស្រាយសមីការហ្នឹងទៅអញ្ចឹងកន្លែងនេះបាន16ស្មើ8pហើយយើងទាញយក p មកបាទដល់យើងទាញយក p អញ្ចឹងមានន័យថានាំឲ្យ p ស្មើយើងបោះ8មកចែក16ចែកនឹង8បាន2ឡើយទីបំផុតយើងបាន p ស្មើ2កាលណាយើងបាន p ស្មើ2យក p ទៅជួសចូលទៅពេលនោះយើងនឹងបានសមីការស្តង់ដាររបស់ប៉ារ៉ាបូលពីលំហាត់ប្រភេទនេះជាទូទៅពុំសូវចេញថ្នាក់វិទ្យាសាស្ត្រពិតទេច្រើនតែចេញថ្នាក់សង្គមប៉ុន្តែដល់ឡែកបែរជាឆ្នាំ2025ហ្នឹងចេញថ្នាក់វិទ្យាសាស្ត្រពិតវិញអូខេតាឥឡូវយើងយក p មកជួសចូលមកកន្លែងនេះយើងនឹងទាញបានអាចយក p ស្មើ2មកជួសកន្លែងនេះអញ្ចឹង2គុណនឹង4បានទៅជា 8x បាទនេះគឺជាសមីការស្តង់ដារនៃប៉ារ៉ាបូលរបស់យើងអញ្ចឹងសំណួរដែលគេចង់បានសមីការស្តង់ដាររបស់ប៉ារ៉ាបូលយើងរកចប់ហើយអញ្ចឹងចប់មួយប៉ុន្តែយើងនៅមានមួយសំណួរទៀតគឺគេសួររក x អងដែល x អងហ្នឹងគឺជាអាប់ស៊ីសរបស់ចំណុច B ដែលចំណុច B ហ្នឹងក៏ស្ថិតនៅលើប៉ារ៉ាបូលដែរអញ្ចឹងប៉ារ៉ាបូលកាត់តាម A ហើយនឹងប៉ារ៉ាបូលនឹងចំណុច B ស្ថិតនៅលើប៉ារ៉ាបូលគឺដូចគ្នាកន្លែងហ្នឹងណាអញ្ចឹងគឺយើងរកដូចគ្នាអញ្ចឹងមកដល់តនេះគឺយើងរក coordinate x អងអញ្ចឹងយើងឃើញថាដោយប៉ារ៉ាបូល P របស់យើងហ្នឹងវាកាត់តាម B នឹងដូចគ្នាព្រោះ B នៅលើប៉ារ៉ាបូលនិងប៉ារ៉ាបូលកាត់តាម B គឺដូចគ្នាអញ្ចឹងយើងអាចនិយាយថាដោយ P ហ្នឹងកាត់តាម B ដែរទៅកាត់តាម B ដែលមាន coordinate x អងហើយនឹងដក8អញ្ចឹងវិធីសាស្ត្ររបស់យើងដដែលទេគឺយើងយក coordinate របស់ B ដែល x ស្មើ x អងទៅជួសចូលនៅក្នុងសមីការ P ដែលកន្លែងណា x ដូរដល់ x អងហើយកន្លែងណាអានេះគឺជា y ដែលស្មើដក8យកទៅជួស y របស់សមីការស្តង់ដាររបស់ P បាទអញ្ចឹងមានន័យថាត្រង់នេះខ្ញុំអាចនិយាយបានថា x ស្មើ x អង y ស្មើដក8អញ្ចឹងដោយវាកាត់តាមអញ្ចឹងវាត្រូវផ្ទៀងផ្ទាត់ដូចគ្នាអញ្ចឹងនោះនាំឲ្យខ្ញុំទាញបានកន្លែង y ការ៉េនេះដូរដោយដក8ការ៉េស្មើទៅនឹង8កន្លែង x នេះដូរដោយ x អងដែរអញ្ចឹង 8x អងយើងដោះស្រាយសមីការហ្នឹងទៅយើងបាន x អងហើយណាអញ្ចឹងមានន័យថាស្មើ64ស្មើ 8x អងនាំឲ្យ x អងបោះ8មក64ចែកនឹង8ស្មើ8ដែរមានន័យថា coordinate របស់ B ដែលមាន axis x អងគឺមាន coordinate ស្មើ8អងស្មើ8ឬ B មាន coordinate 8ដក8បាទសង្ឃឹមថាវីដេអូមួយនេះនឹងជាប្រយោជន៍ដល់សម្រាប់អ្នកទាំងអស់គ្នាឬក៏បងប្អូនទាំងអស់គ្នាជាពិសេសគឺជាប្រយោជន៍ទៅដល់អ្នកប្រឡងបាក់ឌុបជំនាន់ក្រោយៗទៀតជួបគ្នានៅវីដេអូបន្តបាយបាយ